បាទសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកគ្នាមកនិយាយអំពីលោកបលាត់នៅអ្វីបានជាអ្នកមានបុណ្យស័ក្តិខ្ពស់ម្នាក់បែរជាធ្លាក់ខ្លួនក្នុងអំពើថោកទាបតោះទី1ឋានៈបុណ្យស័ក្តិដែលជាគ្រឿងលម្អតែគ្មានព្រលឹងលោកបលាត់ស្រុកត្រូវបានអ្នកនិពន្ធយកថែមបង្ហាញថាជាបុគ្គលដែលមានមុខមាត់និងអំណាចក្នុងជួររាជការតាមរយៈខ្សែភ្នែកអ្នកដទៃគាត់គឺជាមនុស្សដែលគួរឲ្យគោរពប៉ុន្តែតាមពិតទៅឋានៈនេះគ្រាន់តែជារបាំងបិទបាំងចរិតពិតប៉ុណ្ណោះមោទនភាពលើសម្បកក្រៅគេប្រើប្រាស់តំណែងជាបលាត់ដើម្បីបង្គាប់បញ្ជានិងមើលស្រាលអ្នកដទៃជាពិសេសនោះគឺការប្រកាន់វណ្ណៈជាមួយចៅចិត្រដែលគេចាត់ទុកថាត្រឹមតែជាកម្មករថោកទាបមេរៀនដែលឋានៈអាចទិញការគោរពដោយបង្ខំបានតែវាមិនអាចទិញតម្លៃពិតនៃមនុស្សបានឡើយចិត្តសាស្ត្រនៃការប្រច័ណ្ឌនិងអំណាចអញនិយមចំណុចដែលបានបង្ហាញពីចរិតពិតរបស់លោកបលាត់គឺនៅពេលដែលគាត់មានទំនាស់ពាក្យសម្ដីជាមួយចៅចិត្រតាមផ្លូវភាពអំនួតដែលថាខ្លួនជាអ្នកធំធ្វើឲ្យគេមិនអាចទទួលយកបាននៅការតតាំងពីកម្មករការប្រកួតប្រជែងមិនស្មោះត្រង់ជំនួសឲ្យការយកឈ្នះចិត្តគុណរីដោយគុណធម៌គេបែរជាប្រល្បិចកលនិងកម្លាំងបាយទៅវិញចំណុចកំពូលនៃភាពអាក្រក់គឺនៅពេលដែលគេព្យាយាមរំលោភបំពានលើគុណរីនិងការសហការជាមួយកែផាន់ដើម្បីប្លន់ផ្ទះលោកនេះបង្ហាញថានៅពេលដែលមនុស្សចង់បានអ្វីមួយដោយមិនគិតពីសិលធម៌គេហ៊ានធ្វើសូម្បីតែប្រតិកម្មជញ្ជីងយុត្តិធម៌ការប្រៀបធៀបរវាងចិត្តបរោះនិងចិត្តចៅអ្នកនិពន្ធបានរៀបចំឈុតឆាកឲ្យចៅចិត្រនិងលោកបលាត់ជួបគ្នាជាច្រើនលើកដើម្បីបង្ហាញអំពីភាពផ្ទុយគ្នាលោកបលាត់មានអំណាចតែគ្មានសេចក្តីក្លាហានពិតគឺប្រើប្រាស់ល្បិចកលចំណែកចៅចិត្រមានសេចក្តីក្លាហាននិងភាពស្មោះត្រង់ទោះបីគ្មានឋានៈអ្វីក៏ដោយសកម្មភាពចុងក្រោយការដែលចៅចិត្រអាចសម្លាប់លោកបលាត់ក្នុងហេតុការណ៍ប្លន់គឺជាការដួលរលំនៃអំណាចអយុត្តិធម៌ក្រោមដៃនៃអ្នកដែលប្រកាន់ខ្ជាប់នៅអត្តអហិអត្តនោនាថោសារដាស់តឿនដល់សង្គមចុងបញ្ចប់នៃតួអង្គលោកបលាត់បង្រៀនយើងនៅការពិត3យ៉ាងអំណាចដែលជិះជាន់នឹងត្រឡប់មកបំផ្លាញខ្លួនឯងគ្មាននរណាម្នាក់អាចនៅលើច្បាប់កម្មផលបានឡើយចំណេះដឹងដែលគ្មានសិលធម៌គឺជាអាវុធសម្រាប់ខ្លួនការចេះដឹងខ្ពស់របស់លោកបលាត់មិនបានជួយឲ្យគេមានសេចក្តីសុខតែវាបែរជាធ្វើឲ្យគេធ្លាក់ក្នុងអន្លង់នៃមជ្ឈតាអាក្រក់តម្លៃនៃមនុស្សស្ថិតលើទង្វើក្នុងនាមអ្នកមានអំណាចឬអ្នកដឹកនាំបើមិនអាចធ្វើជាជនគំរូដល់អ្នកតូចផងទាំងពួងបានទេនោះអ្នកក៏មិនសមនឹងទទួលបានទាំងអស់គ្នាតួអង្គលោកបលាត់ស្រុកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីផ្នែកងងឹតនៃសង្គមគ្រប់សម័យកាលវាមិនមែនជារឿងចៃដន្យទេដែលលោកញប់ថែមបញ្ចប់ជីវិតតួអង្គនេះយ៉ាងអាម៉ាស់វាក៏ជាសារផ្ដាំទៅយើងគ្រប់គ្នាថាកុំអំនួតនឹងអ្វីដែលយើងមានតែត្រូវប្រុងប្រយ័ត្ននឹងអ្វីដែលយើងធ្វើតើទាំងអស់គ្នាយល់យ៉ាងណាដែរបើលោកបលាត់មិនស្លាប់តើគាត់អាចកែខ្លួនបានដែរកុំភ្លេចបញ្ចេញមតិរបស់ទាំងអស់គ្នានៅក្នុង comment និងជួយចុច subscribe ដើម្បីលើកទឹកចិត្តដល់ខ្ញុំសម្រាប់ការវិភាគតួអង្គផ្សេងៗនិងរឿងផ្សេងៗនៅពេលក្រោយទៀតសម្រាប់ពេលនេះខ្ញុំសូមអរគុណនិងសូម